របៀបធ្វើត្រីងៀតផាត់លាយជាមួយនឹងសារាយតិចតិចយើងសម្រាប់ញ៉ាំលាយជាមួយបាយឬក៏បបរហើយសម្រាប់ម៉ាក់ដែលមានកូនរើសចំណីឬក៏មិនសូវចូលចិត្តញ៉ាំត្រីអាចសាកធ្វើត្រីផាត់បែបនេះបានចាអញ្ចឹងសម្រាប់គ្រឿងផ្សំជាដំបូងឡើងខ្ញុំមានត្រីងៀតរបស់យើងត្រីងៀតដែលខ្ញុំប្រើហ្នឹងវាជាត្រីងៀតប្រៃបងប្អូនចំនួន1ខាំយើងកាត់វាជាកង់តូចៗមកហើយបន្ទាប់មកយើងចៀនវាបានក្រៀមល្អបន្ទាប់មកទៀតយើងយកត្រីងៀតរបស់យើងទៅបុកឲ្យម៉ត់ចាឲ្យដោយសារតែត្បាល់របស់ខ្ញុំវារាងតូចអញ្ចឹងខ្ញុំបែងចែកត្រីងៀតរបស់យើងជាពីរយើងបុកវាបានម៉ត់ល្អបែបនេះមកជាបន្តមកទៀតខ្ញុំមានសារាយរបស់យើងប្រើសម្រាប់ញ៉ាំជាមួយបាយហ្នឹងបើសិនបងប្អូនអត់មានសារាយប្រភេទហ្នឹងទេបងប្អូនអាចប្រើសារាយកូរ៉េក៏បានដែរទៅតាមចំណង់ចំណូលចិត្តហើយយើងបេះវាឲ្យតូចៗល្អិតបែបហ្នឹងមកជាបន្តមកទៀតដោយសារតែត្រីងៀតដែលខ្ញុំប្រើក្នុងថ្ងៃនេះវាមានរសជាតិរាងប្រៃអញ្ចឹងហើយគឺខ្ញុំធ្វើសម្រាប់កូនញ៉ាំគឺខ្ញុំធ្វើវារាងផ្អែមបន្តិចអញ្ចឹងគឺខ្ញុំដាក់ទឹកចំនួន2ស្លាបព្រាបាយហើយខ្ញុំបន្ថែមស្ករអំពៅចំនួន1ស្លាបព្រាកាហ្វេហើយយើងដាក់រំងាស់ឲ្យស្កររបស់យើងរលាយល្អមកហើយបន្ទាប់មកខ្ញុំបន្ថែមត្រីងៀតសារាយហើយនិងល្ងហើយបន្ទាប់មកខ្ញុំបន្ថែមប្រេងល្ងបន្តិចបើសិនបងប្អូនអត់មានប្រេងល្ងមិនបាច់ដាក់ក៏បានដែរហើយយើងឆាវាចុះឡើងរហូតដល់ត្រីងៀតហើយនិងសារាយរបស់យើងឡើងមានសភាពក្រៀមបែបនេះ